Hello សួស្តីអ្នកទាំងអស់គ្នាបាទជួបជាមួយខ្ញុំបាទ Net ខ្ញុំអត់មានអីនិយាយច្រើនទេប៉ុន្តែនេះគឺជាវីដេអូដែលខ្ញុំបង្ហាញពី basic សម្រាប់ចង្វាក់ពី Nahau ខ្ញុំក៏មិនមែនជាអ្នកចេះដឹងឬក៏ខ្លាំងបានរៀនបានសូត្រពីណានោះដែរអានេះគឺតាមរយៈបទពិសោធន៍ខ្ញុំដែលខ្ញុំធ្លាប់ធ្វើលេងបាទខ្ញុំមិនមែនធ្វើមែនទែនទេខ្ញុំធ្វើលេងប៉ុន្តែអាហ្នឹងគឺជាមេរៀនសម្រាប់អ្នកទាំងអស់គ្នាដែលអ្នកទាំងអស់គ្នាដែលចាប់ផ្ដើមស្គាល់ SL Studio ដំបូងអឺខ្ញុំអត់ទី comment ឲ្យមើលខ្ញុំបានដែរទេបាទហើយវីដេអូនេះផងដែរគឺខ្ញុំធ្វើតែរយៈពេលតែ10នាទីទេបាទសម្រាប់ basic គឺជា episode ទី1បាទអឺ basic នេះគឺខ្ញុំនឹងណែនាំអ្នកទាំងអស់គ្នាខ្លះអំពី SL Studio បាទបងឡើយអានេះគឺខ្ញុំលេង team បន្តិចហើយវាខ្ញុំថាអ្នកទាំងអស់គ្នានឹងមើលយល់បាទខ្ញុំអត់ចង់បដូរទី1គឺយើងត្រូវមានគេហៅថា sample សម្រាប់យកមក mix សិនកុំឲ្យយើងធ្វើនេះវាយើងធ្វើចង្វាក់ហៅយកតែម្ដងមកកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅរក kick ទាំងអស់គ្នាខ្ញុំជាទូទៅខ្ញុំប្រើ Vanguard សម្រាប់អ្នកដែលចង់បានអាច comment មកខ្ញុំតម្លាក់ link ឲ្យព្រោះរបស់ free ទេបាទចាប់ផ្ដើមដំបូងគឺខ្ញុំចង់ឲ្យអ្នកនរគ្នាស្គាល់ពី BPM សិនកុំតន់ដល់វគ្គដែលថាយើងត្រូវធ្វើទៅជាវីណាហៅតែម្ដងមុនដំបូងជាទូទៅចង្វាក់វីណាហៅគឺ150 140 145 155អីលឿនបាទតែដែលខ្ញុំចង់ឲ្យអ្នកនរគ្នាគឺខ្ញុំចង់ឲ្យអ្នកនរគ្នារៀនត្រឹមតែ128 BPM សិនព្រោះ BPM ហ្នឹងវាអត់លឿនហើយក៏វាអត់យឺតប្រហែលដែរបាទឥឡូវខាត់ពេល2នាទីកន្លះហើយបាទឥឡូវយើងរើសបាទនេះវាត្រូវចិត្តខ្ញុំមួយខ្ញុំយកអានេះមួយអូខេដកមិចនេះចោលមួយសិនបាទតោះមកខ្ញុំមិនបាច់រើសទេខ្ញុំរើសតែ kick មួយសិនចង្វាក់ហៅគឺវាមាន2 pattern ឥឡូវខ្ញុំដូរ sim ឲ្យអ្នកនរគ្នាស្រួលមើលតែម្ដងយក default បាទគឺវាបែបនេះខ្ញុំមកស្ដាប់មកចុចយក4យើងស្ដាប់វាមើល tempo អានេះគឺជាល្បឿន bit per minute បាទខ្ញុំអត់ដឹងថាភាសាខ្មែរគេហៅស្អីដែរព្រោះខ្ញុំចេះតាមគេផងដែរឥឡូវយើងដាក់150មើលវាលឺដូចហៅហើយបាទយើងធ្វើតែ128បានហើយបាទយើងមិនបាច់ខ្វល់ទេហើយរឿងដាក់ចូល channel ណាក៏យើងកុំតន់ខ្វល់យើងមកអង្គុយរើស sample អស់សិនខ្លះបែបនេះខ្ញុំបិទសម្លេងវាបើដាក់អូខេខ្ញុំស្រឡាញ់តែប៉ុណ្ណេះទេឥឡូវខ្ញុំដាក់នេះគេថាមក pattern នៅក្នុងបារនីមួយគឺយើងអានេះខ្ញុំចេះតាមគេដែរទេនេះគឺថាមកវគ្គនៃចម្រៀងយើងសើឈ្មោះវាមកដើម្បីឲ្យយើងងាយស្រួលមើលឈ្មោះវាមកដាក់វីណាហៅអូខេតមកក្នុងវីណាហៅគឺយើងត្រូវមានបាសអានេះគឺជា basic ខ្លះដែលខ្ញុំចង់ចែកម្លែកអ្នកនរគ្នាទេបាទ simple បាសគឺខ្ញុំមានបាទអានេះបាសត្រាំអត់មាននៅក្នុងនេះទេបាទបាស short បាទខ្ញុំស្ដាញ់ជាមួយ
គឺតង់ហ្វាយើងដាក់ហ្វាមកបាទអូខេយើងបើក pattern ថ្មីយើង scroll វាទៅលើបាទយើងរៀនដាក់វា8 pattern ហ្មងទៅបាទអូបាសនេះខ្ញុំឆ្លាញ់តង់រ៉េអានេះខ្ញុំគាត់ជា basis ទេបាទControl B មកបាទវានឹង copy ទៅមុខតអូខេយើងស្ដាប់វាមើលទៅអូខេខ្ញុំធ្វើអញ្ចឹងអូខេឈប់នេះចោលខ្ញុំ select all ខ្ញុំ Control B6 នាទីបាទហើយ6នាទីគឺមានតែប៉ុណ្ណឹងហើយយើងបន្តទៅមួយទៀតបាទយើងដាក់ effect អានេះយើង save ឈ្មោះវាមកបាទយើងដាក់ថាបាសលើបចឹងទៅបាទយើងឆ្លាញ់ដែរដាក់ឈ្មោះវាមកទៅ Ray Fa Do អូខេវាចូលគ្នាយើងលេងវាទៅជាលក្ខណៈហៅបាទខ្ញុំអាចធ្វើ melody បានតាវីដេអូហ្នឹងអាចនឹងលើស10នាទីទៅជួយបាទតង់សុលដាក់សុលលេងបាសរបស់ខ្ញុំបានហើយបាទខ្ញុំកែខតវាតម្លាក់តាមហ្នឹងបាទ don't care តង់នេះមកបាទវាធ្ងន់នេះគួរបាទបកអត់អានអូខេរីណែវវាសិថ្មីបាទអូខេ melody ធ្វើ melody ត
គឺមានតែប៉ុណ្្នឹងទេបាទខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាសម្រាប់ចំណាយពេលវេលាដ៏មានតម្លៃសម្រាប់មកតាមដានទស្សនាវីដេអូខ្ញុំបាទសូមអរគុណច្រើនហើយឈប់ខ្ញុំអត់ទាន់បិទទេខ្ញុំចង់និយាយថាក្នុងមួយអេពីសូតរបស់ខ្ញុំគឺខ្ញុំធ្វើ10នាទីជាងជារៀងរាល់ថ្ងៃហើយនៅក្នុងវីដេអូក្រោយទៀតគឺខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីរបៀបដាក់ effect ហើយនឹងរបៀបបញ្ចូល sample របស់យើងឲ្យចូលទៅក្នុង mixer ហើយយើងដាក់ effect ហើយនៅក្នុងវីដេអូបន្តទៀតគឺខ្ញុំនឹងធ្វើអំពីការ fit a cappella ជាមួយនឹង tempo របស់យើងឲ្យបានត្រឹមត្រូវសូមអរគុណសូមគោរពលាបាយបាយ